តែបតាយសង្គម Facebook គឺវីរៈបរិះរបស់ខ្មែរយើងមួយរូបគឺលោកអាឡិចសាន់ដ្រូចា៎បងប្អូនខ្មែរយើងភាគច្រើនប្រកាសជាបានស្គាល់លោកហើយលោកគឺជាជនជាតិអេស្ប៉ាញមួយរូបដែលបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេល10ឆ្នាំទៅហើយអ្វីដែលធ្វើឲ្យអ្នកខ្ញុំគោរពនិងកោតសរសើរអស់ពីដួងចិត្តនោះគឺការដែលលោកចេះនិយាយភាសាខ្មែរបានល្អឥតខ្ចោះហើយរំដីគោរពថែមទៀតនោះគឺជាវីរភាពដ៏អង់អាចក្លាហានរបស់លោកដែលហ៊ានពុះពៀគ្រប់ឧបសគ្គទាំងកម្លាំងកាយនិងកម្លាំងចិត្តព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោកដើម្បីអភិរក្សសម្បត្តិធម្មជាតិស្ទឹងឆាយអារ៉ាចា៎បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់ជាទីគោរពនាងខ្ញុំមិនយល់តតែសោះហេតុអ្វីមនុស្សល្អដូចជាលោកអាឡិចបែរជារដ្ឋាភិបាលរបស់ខ្មែរយើងមើលឃើញលោកក្នុងផ្លូវអាក្រក់ទៅវិញលោកអាឡិចធ្វើនេះគឺលោកគ្មានបំណងកាប់ចិញ្ចូនព្រៃឈើរបស់ខ្មែរយកទៅស្រុកកំណើតអេស្ប៉ាញរបស់គាត់ទេគឺគាត់ធ្វើគ្រប់បែបយ៉ាងដើម្បីខ្មែររដ្ឋាភិបាលគួរតែរក្សាការពារមនុស្សដូចជាលោកអាឡិចនេះឲ្យបន្តរស់នៅប្រទេសកម្ពុជាបន្តទៀតតែរដ្ឋាភិបាលបែរជាខឹងនឹងលោកហើយបណ្ដេញឲ្យលោកចេញពីប្រទេសកម្ពុជាព្រោះតែខឹងនឹងលោកបានរិះគន់ដល់រដ្ឋាភិបាលនាងខ្ញុំជាកូនខ្មែរមួយរូបមានការសោកស្ដាយខ្លាំងណាស់ចំពោះទង្វើរបស់រដ្ឋាភិបាលដែលធ្វើមកលើលោកអាឡិចនោះក្នុងពេលបច្ចុប្បន្ននេះតើមានខ្មែរយើងប៉ុន្មានអ្នកទៅដែលហ៊ានចេញមុខមកការពារព្រៃឈើនិងសម្បត្តិធម្មជាតិរបស់ខ្មែរមើលចុះលោកឈុតវុធីត្រូវបានគេធ្វើឃាតព្រោះតែលោកហ៊ានចេញមុខមកតវ៉ាការពារព្រៃឈើរបស់ខ្មែរហេតុអ្វីមនុស្សល្អៗដែលមានឧត្តមគតិស្នេហាជាតិត្រូវគេលួចធ្វើឃាតយ៉ាងអយុត្តិធម៌យ៉ាងនេះពិតណាស់មនុស្សយើងកើតមកយកតែខ្លួនទៅទេមកជាមួយទេនៅពេលដែលស្លាប់ទៅវិញក៏មិនអាចយកអ្វីទៅជាមួយបានដែរបានតែសម្លៀកបំពាក់មួយកំភ្លេទៅជាមួយតែប៉ុណ្ណោះហេតុអ្វីពេលដែលនៅរស់មិនដេចមិនសាងគេឈ្មោះឲ្យបានល្អសម្បត្តិធម្មជាតិរបស់ខ្មែរហេតុអ្វីមិនជួយថែរក្សាទុកជាគេមរតកដល់កូនខ្មែរដំណក្រោយបែរជានាំគ្នាខុបខិតជាមួយនឹងឈ្មួញកាប់បំផ្លាញព្រៃឈើស្ទើរតែអស់ព្រៃពីស្រុកខ្មែរទៅហើយបងប្អូនមើលចុះព្រៃឡង់ដ៏សែនក្រាស់ឥឡូវខ្លាយជាវាលសាហារ៉ាគួរឲ្យសង្វេគប្រទេសខ្មែរយើងខ្លាំងណាស់ចា៎បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់ជាទីគោរពប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះល្បីខ្លាំងណាស់ខាងធ្វើឃាតនិងចាប់ដាក់ពន្ធនាគារឲ្យតែអ្នកណាហ៊ានប្រឆាំងនឹងរិះគន់ទោះបីរិះគន់ក្នុងនៃស្ថាបនាក៏ដោយនេះហើយឬប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនោះចា៎ដើម្បីកុំឲ្យវែងអន្លាយពេកនាងខ្ញុំសូមបញ្ចប់ត្រឹមនេះចុះចាំជួបគ្នាលើកក្រោយទៀតចា៎ថ្ងៃអាទិត្យនេះដោយមានរឿងចម្រុងចម្រាស់ពីរឿងលោកអាឡិចនោះនាងខ្ញុំបាននិពន្ធចម្រៀងមួយបទក្រោមចំណងជើងថាមេត្តាធម្មជាតិអាឡិចសាន់ដ្រូខុសឆ្គងត្រង់ណាសម្រាប់ទៅលើមិត្តអ្នកស្ដាប់ទាំងអស់ដែលនិយមគាំទ្របទចម្រៀងស្នេហាជាតិរបស់នាងខ្ញុំសូមអនុគ្រោះដល់នាងខ្ញុំផងចា៎ជាបន្តទៅនេះនាងខ្ញុំសូមគោរពអញ្ជើញលោកតាលោកយាយបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមចូលរួមរីករាយកម្សាន្តជាមួយនឹងនាងខ្ញុំដូចតទៅសូមឲ្យកុសលផលបុណ្យនិងសំណាងល្អចូលមានដល់មិត្តអ្នកស្ដាប់នៅលើពិភពលោកនេះឲ្យបានគ្រប់គ្នាចា៎នាងខ្ញុំសៀនកិត្យាវិទ្យុខ្មែរពិភពលោកសូមអរគុណនិងសូមគោរពលាសន្យាជួបគ្នានៅសប្តាហ៍ក្រោយទៀត